订单确认ការបញ្ជាក់ទៅលើបញ្ជាទិញ订单យើងឃើញពាក្យទិញជាទូទៅគឺសំដៅទៅលើការកម្មង់ហើយពាក្យតានហ្នឹងគឺមកពីលក្ខណៈដូចជាស្លឹកប្រភេទกระดาษបែបនេះអញ្ចឹងទិញតានបើយើងដែរចេះពាក្យហ្នឹងយើងចេះពាក្យមួយក៏យើងអាចទាយន័យនឹងយល់ដែរគឺការបញ្ជាទិញឬក៏យើងបកប្រែថាកម្មង់数量ជាទូទៅឃើញពាក្យ数ហ្នឹងគឺពាក់ព័ន្ធនឹងតួលេខត量ចំនួនអញ្ចឹង数量និយាយអំពីគឺចំនួនឬក៏តួលេខហ្នឹងតែម្ដង价格តម្លៃតានចាតានហ្នឹងគឺតូលឬក៏មួយចាមកពីពាក្យ价格អញ្ចឹងតានចានិយាយអំពីតម្លៃក្នុងមួយគឺតម្លៃក្នុងមួយឯកតាចុងចាចុងហ្នឹងមកពាក្យថាសរុបបើយើងឃើញពាក្យហ្នឹងគឺយើងមកប្រែថាសរុបចុងចាតម្លៃសរុបហ្វាហួហ្វាហ្នឹងគឺបញ្ចេញហួតំណែងបញ្ចេញតំណែងប៉ុន្តែជាទូទៅនៃគេនៅក្នុងរោងចក្រមិនមែនគ្រាន់តែចង់និយាយថាបញ្ចេញតំណែងនៅឃ្លាំងទេគឺពីសកម្មភាពបញ្ចេញតំណែងដល់ពីឃ្លាំងដល់កន្លែងដែលបកគលតំណែងដែលកំណត់ថាការបកគលតំណែងរួចកាតព្វកិច្ចអញ្ចឹងពេលបកប្រែថាដឹកជញ្ជូនតំណែងហ្វាហួប៉ុន្តែបើនៅក្នុងកន្លែងផ្សេងជួនណាហ្វាហួហ្នឹងគឺបក direct ន័យត្រង់មកគឺបញ្ចេញតំណែងន័យថាបញ្ចេញតំណែងឯដោយសារតែក្នុងរោងចក្រហ្នឹងគឺវាមានពេលបកគលតំណែងហើយនឹងបញ្ចេញតំណែងបកគលចៅហួបកគលតំណែងបកគលតំណែងនៅក្នុងរោងចក្រគឺសំដៅទៅលើទីតាំងដែលរាប់ថារួចកាតព្វកិច្ចខាងអ្នកផ្គត់ផ្គង់បកគលទៅដល់អ្នកខាងទិញអញ្ចឹងចៅហួគេអាចចែងលក្ខខណ្ឌនៃអញ្ចឹងដូច្នេះពាក្យហ្វាហួបញ្ចេញតំណែងហ្នឹងមិនរាប់ត្រឹមតែបញ្ចេញនៅឃ្លាំងទេគឺរាប់ពីបញ្ចេញនៅឃ្លាំងពេលដឹកទៅដល់ទីតាំងឬកន្លែងដែលបានកំណត់ថាគាត់រួចកាតព្វកិច្ចក្នុងការបកគលតំណែងឲ្យគេឬជីកាលបរិច្ឆេទយើងមកមើលកាលបរិច្ឆេទថ្ងៃនេះជីងធានបើយើងឃើញពាក្យជីងគឺថ្ងៃនេះដោយសារមកពាក្យជីងធានមីងធានថ្ងៃស្អែក下周下ហ្នឹងគឺបន្ទាប់周ហ្នឹងគឺសប្តាហ៍អញ្ចឹងសប្តាហ៍បន្ទាប់គឺសប្តាហ៍ក្រោយ下个月月ខែ下个月ខែបន្ទាប់មួយទៀតគឺខែក្រោយទៅពេលនិយាយពីថ្ងៃទី15 15ហៅហ្នឹងគឺលេខប៉ុន្តែលើថ្ងៃខែយើងប្រើមកប្រែថាទី15យើងដាក់លេខហើយដាក់ហៅទៅគឺទីប៉ុណ្ណឹងហើយយាទីយាខែទីហ្នឹងគឺយើងបកប្រែថាបាតដូចបាតស្បែកជើងនិយាយទៅគឺនៅផ្ទៃខាងក្រោមហ្នឹងអញ្ចឹងយាទីបាតខែគឺចុងខែអតិថិជនបញ្ជាក់ការបញ្ជាទិញឲ្យនៅខហូ确认订单了吗បើសិនបើយើងចង់សួរថាបញ្ជាក់ធ្វើអីមួយយើងដាក់确认ហើយដាក់ធ្វើអីមួយ了吗ឬក៏ពេលខ្លះយើងប្រើពាក្យហៅ了吗ខហូ确认订单了吗អតិថិជនបានបញ្ជាក់ការបញ្ជាទិញនៅបានបញ្ជាក់ហើយ已经确认了ចំនួនគឺប្រមាណបើបញ្ជាក់ឲ្យយើងត្រូវការចំនួនប៉ុន្មាន数量是多少数量是多少ប្រមាណ5000 complete ឬក៏5000របស់5000件ហ្នឹងនិយាយអំពីសម្រាប់ complete ឬក៏ពេលខ្លះស្មើនឹងរបស់ដូចកដែរពេលណាបកគលតំណែង什么时候交货ជាកថាខែក្រោយថ្ងៃទី15បកគលតំណែង依据下个月15号交货សូមធ្វើការបញ្ជាក់ទៅលើចំនួននៃការកម្មង់ចុះតម្លៃឯកតានិងការបរិច្ឆេទបកគលតំណែងបញ្ជាក់ទៅលើអីទៅទៅបញ្ជាក់ទៅលើចំនួននៃការបញ្ជាទិញហ្នឹងតម្លៃហើយនឹងពេលវេលាបកគលតំណែង请确认订单数量ចំនួននៃបញ្ជាទិញ订单数量តម្លៃឯកតាតានជានិងការបរិច្ឆេទបកគលតំណែង和交货日期អតិថិជនបានបញ្ជាក់ជាផ្លូវការនៅការបញ្ជាទិញឬក៏យើងបកថាអតិថិជនបានយល់ព្រមលើការបញ្ជាទិញជាផ្លូវការអញ្ចឹងពាក្យជាផ្លូវការគឺ正式ទៅលើសកម្មភាពអី正式确认បញ្ជាក់ជាផ្លូវការ正式确认订单ទទួលយល់ព្រមឬក៏បញ្ជាក់ទៅលើការកម្មង់ហ្នឹងជាផ្លូវការ客户已经
正式确认订单នៃថាអតិថិជនគាត់បានធ្វើការបញ្ជាក់ថាកំងហ្នឹងគឺត្រូវការយកប្រមាណលក្ខខណ្ឌអីគេខ្លះគឺគាត់បានឯកភាពហើយគាត់បានបញ្ជាក់ថាយកតាមហ្នឹងអត់បញ្ហាហើយ客户已经正式确认订单ក្រោយបញ្ជាក់ការកំងហើយយើងនឹងរៀបចំផលិត确认订单后我们将安排生产យើងប្រើពាក្យចាំងនឹងពីអនាគតយកតែម្ដងឬក៏យើងអាចប្រើពាក្យ会ក៏នៃដូចគ្នា订单确认后ចឹងពាក្យ后ហ្នឹងគឺ以后ក្រោយយើងថាពេលដែលយើងចង់និយាយអីក្រោយមួយយើងប្រើសកម្មភាពហ្នឹងហើយយើងថាប្រើ后ឬក៏以后យើងបកប្រែមកមុខវិញក្រោយការបញ្ជាទិញបញ្ជាក់រួចរាល់យើងនឹងរៀបចំការផលិត我们将安排生产យើងអាចប្រើពាក្យចាំងអនាគតនឹងតែម្ដងយកឬក៏យើងប្រើពាក្យ会ដែលបង្ហាញអំពីអនាគតសកម្មភាពថ្ងៃក្រោយដូចគ្នាសូមបញ្ញត្តិបញ្ជាក់ពីការកំងឬក៏ការបញ្ជាទិញជៀសវាងប៉ះពាល់ដល់ពេលវេលាបកគលតំណែងអញ្ចឹងសូមធ្វើអីបញ្ញត្តិមួយគឺ请尽快确认订单ចឹងយើងចង់ថាសូមយើងចង់ឲ្យគេធ្វើអីបញ្ញត្តិមួយយើងប្រើពាក្យ请尽快ហើយសកម្មភាពដែលយើងចង់ឲ្យគេធ្វើហ្នឹងទៅអញ្ចឹងយើងចង់ឲ្យគេធ្វើអីគឺបញ្ជាក់ទៅលើការបញ្ជាទិញ确认订单请尽快确认订单ជៀសវាង以免ជៀសវាងពាក្យហ្នឹងគឺបកឲ្យជៀសវាង以免ប៉ះពាល់ឬក៏ចាក់ឥទ្ធិពល影响以免影响ជៀសវាងប៉ះពាល់ឬក៏មានឥទ្ធិពលដល់ពេលវេលាបកគលទំនិញ交货时间请尽快确认订单以免影响交货时间